ប្រទេសចិនកាន់តែមានល្បឿនខ្លាំងក្នុងការពន្លឿននៃការផលិតអាវុធទំនើបរបស់ខ្លួនប្រជែងជាមួយនឹងពួកបច្ចឹមប្រទេសជាពិសេសគឺសហរដ្ឋអាមេរិកនិងរុស្ស៊ីចិនត្រូវបានចាត់បញ្ចូលថាជាប្រទេសដែលមានសក្តានុពលផ្នែកយោធាលំដាប់ទី3បន្ទាប់ពីប្រទេសរុស្ស៊ីនៅពីនេះចិនក៏មានក្បាលគ្រាប់នុយក្លេអ៊ែរជាអាវុធប្រឡាយលោកមិនតិចជាង400គ្រាប់ដូចទីកាលពីខួបទី80នៃការរំលឹកខួបបិទបញ្ចប់សង្គ្រាមលោកលើកទី2កាលពីដើមខែកញ្ញាមហាយៈចិនបានបង្ហាញរូបភាពនៃគ្រឿងសព្វាវុធរបស់ខ្លួនយ៉ាងសម្បើមនៅចំពោះមុខមេដឹកនាំពិភពលោកដែលក្នុងនោះក៏មានប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំ Kim Jong Un ផងដែរឥឡូវនេះចិនឈានដល់ការផលិតបាននៅមីស៊ីល Hypersonic មីស៊ីលល្បឿនលឿនជាងសម្លេងដែលវាអាចរត់បានពី 4000 គីឡូម៉ែត្រទៅ 5000 គីឡូម៉ែត្រ